hay là vậyត្រូវទីប្លង់រឹងបងប្អូនយើងតើការទីប្លង់រឹងមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ខ្ញុំបាទ Hero Tra ចង់និយាយបន្តិចអំពីការទីប្លង់រឹងតែពិតការទីប្លង់រឹងយើងមានតាំងច្បាប់ភូមិបាលពិសេសរបស់ភូមិបាលឆ្នាំ2001នៅមាត្រានៅចំពោះទី6មាត្រា63បានចែកឲ្យថាយើងអ្នកលក់អ្នកទិញត្រូវតែទីប្លង់រឹងពីអ្នកលក់ទៅអ្នកទិញទីលក្ខណៈអំណោយបាទឥឡូវមានច្បាប់ថ្មីនេះដែលបានបង្កើតឡើងនៅប្រទេសជាណាចក្រកម្ពុជាយើងគឺកាន់តែពិសេសទៀតហើយពិសេសអីខ្លះខ្ញុំនិយាយអំពីគុណសម្បត្តិហើយនិងគុណវិបត្តិនៃការទីប្លង់រឹងក្នុងពេលថ្មីនេះបងប្អូនយើងទី1យើងបានជាម្ចាស់ដីកម្មសិទ្ធិពេញលេញម្ចាស់ដីកម្មសិទ្ធិពេញលេញគឺយើងមានសិទ្ធិក្នុងការដាក់បង្វិលទុនបង្វិលតាមរយៈធនាគារឬក៏វិធីសាស្ត្រផ្សេងបងប្អូនជាឈ្មោះបងប្អូនទី2បើបាត់បានហានិភ័យនៃការបាត់បានឧទាហរណ៍បងប្អូនបាត់បានអីចឹងទៅយើងនៅជាក្លោងមួយបែកក្បាលដីយើងពិបាកក្នុងការរកឈ្មោះតែបើផ្លោលើឈ្មោះយើងមិនបាច់ពិបាកដាក់ពាក្យបណ្ដឹងទៅតុលាការទេគឺយើងអាចដាក់ពាក្យទុតិយតាបាត់បានគឺធ្វើបានទី2សេវាធូរជាងមុនបងប្អូនសេវាធូរជាងមុនពីមុនយើងផ្ទេរប្លង់រឹង520យើងត្រូវចំណាយ$1,300 $1,200ទៀតផុតក៏$1,100តែបច្ចុប្បន្នភាពនេះគឺក្រោម$1,000ក្រោម$1,000ទី3ពេលវេលារហ័សជាងមុនពេលវេលាពីមុនយើងត្រូវចាយពេលវេលា2ខែកន្លះទៅ3ខែអាចនឹងប្លង់ខ្លះមានសំណើផ្សេងអាចនឹង4ទៅ5ខែ6ខែក៏មានដែរតែបច្ចុប្បន្នភាពនេះដូចក្រោម1ខែទេសេវាគឺរហ័សហើយអាចធ្វើតាមរយៈការអនឡាញបានទៀតអញ្ចឹងចំណេញពេលវេលាមែនទែនបងប្អូនយើងវាបង្កើតចំណេញផលចំណេញនៃការបង់ពន្ធបងប្អូនដែលជាដីទៅទេបងប្អូនផ្ទេររឹងឲ្យហើយអត់ជាប់ពន្ធលំនៅឋានទេអត់ជាប់ពន្ធលំនៅឋានទេចាំបងប្អូនបង់តែពន្ធដីទេពន្ធដីដូចជា100000ជាងទេ100000ជាងទេតែបើលំនៅឋានបងប្អូនបង់ច្រើនលានដែរបាទច្រើនលានដែរតាមកន្លែងភូមិសាស្ត្រដីអញ្ចឹងយើងចំណេញមិនបង់ពន្ធលំនៅឋានយើងអត់បញ្ជាក់បងប្អូនឲ្យខូចទេប៉ុន្តែអានឹងជាភាពចំណេញហើយនៅក្នុងនោះដែរក៏វាបង្កើនប្រាក់ចំណូលជាតិដែរបងប្អូនបង់ពន្ធពីអ្នកលក់ទៅអ្នកទិញយើងត្រូវតែបង់ពន្ធប្រថាប់ត្រាតាមរយៈក្រសួងសុខាភិបាលពិតមែនប៉ុន្តែយើងត្រូវតែប្រថាប់ត្រាពន្ធប្រថាប់ត្រាគឺ 4% អញ្ចឹងក៏ជាចំណូលជាតិដែរយើងជួយដល់ជាតិយើងសរុបជារួមមកវិញវាមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិហើយនិងសេដ្ឋកិច្ចសង្គមជាតិយើងមានភាពត្រឹមត្រូវកាត់បន្ថយចំនួនកាត់បន្ថយដីជន់គ្រាច្រើនណាស់ហើយសេដ្ឋកិច្ចគឺយើងអាចបោះចេញទិញចូលអាចបង្វិលទុនវែងទុនយូរគឺចំណេញសេដ្ឋកិច្ចជាតិយើងគុណសម្បត្តិមានច្រើនខ្ញុំលើកឡើងខ្លះពីអ្វីដែលជាក់ស្ដែងខ្ញុំធ្លាប់ជួបប្រទេសហើយគុណវិបត្តិក៏អត់មានច្រើនដែរគុណវិបត្តិដូចជាដំណើរការមានភាពស្មុគស្មាញពិបាកក្នុងការរៀបចំឯកសារផ្សេងវាច្រើនការរៀបច្រើនអញ្ចឹងបានរដ្ឋមន្ត្រីលោកបានកាត់បន្ថយច្រើនហើយការចំណាយខ្ពស់សម្រាប់បុគ្គលជនកាលអីយើងអត់ទាន់មានលុយសល់បញ្ចប់សម្រាប់ហ្នឹងតែយើងចង់កាត់ពន្ធហ្នឹងចំណាយខ្ពស់តិចដែរទាំងអស់នេះបងប្អូនអាចដោះស្រាយបានតាមរយៈអ្នកជំនាញយើងរកអ្នកជំនាញទៅគាត់ម្នាក់ឯងគឺ all in one តែម្ដងគាត់អ្នកជំនាញអញ្ចឹងឧទាហរណ៍បងប្អូនដែលបានទិញពីក្រុមហ៊ុនខ្ញុំបងប្អូនអាចរកអ្នកជំនាញមកដល់ដាតាមេឯងចាំយកប្លង់ចប់កុំឲ្យធ្វើជាភាពស្មុគស្មាញធ្វើភាពស្រួលហើយខ្ញុំចូលរួមប៉ុណ្ណឹងដោយសារខ្ញុំមិនមែនជាអ្នកជំនាញសូយអត់អីទេប៉ុន្តែខ្ញុំឆ្លងកាត់នៃការកាត់ប្លង់រាប់ពាន់បានដែរអញ្ចឹងបងប្អូនវាជាឱកាសល្អដែលរដ្ឋាភិបាលលោកបានបន្ធូរគ្រប់យ៉ាងមកឲ្យបងប្អូនជាឱកាសដែលបងប្អូនធ្វើជាម្ចាស់កម្មសិទ្ធិពេញលេញគេងលក់ស្រួលថាវានិយមដល់ការគេងលក់ស្រួលបាទចូលរួមប៉ុណ្ណឹងហើយខុសឆ្គងសូមអធិស្ឋានខ្ញុំអ្នកចេះតិចចែកទៅអ្នកមិនទាន់ចេះហើយបងប្អូនចេះច្រើនអាចចូលរួមបានអរគុណច្រើនបាទជូនពរបងប្អូនអតិថិជនទាំងអស់ហើយជោគជ័យក្នុងភារកិច្ចហើយជួបផ្ទះតែពុតពរទាំង4ប្រការអរគុណច្រើនជម្រាបលាបាយបាយ